នៅជ្រោយភ្នំក្រវាញខេត្តកំពង់ស្ពឺមានព្រៃទូចមួយដែលគេហៅថាព្រៃខ្មៅស្រែកព្រៃនោះស្ងាត់ស្ងៀមដើមឈើធំធំនិងមានរឿងរ៉ាវចាស់ដែលគេនិយាយថាកាលពីសម័យសង្គ្រាមមានក្រុមទាហានជាច្រើនត្រូវបានសម្លាប់នៅទីនោះហើយវិញ្ញាណពួកគេនៅតែវង្វេងលងបន្លាចអ្នកណាដែលហ៊ានចូលទៅក្រុមយុវជន5នាក់ដែលជាមិត្តភក្តិពីរៀនជាមួយគ្នានៅភ្នំពេញសម្រេចចិត្តទៅបោះជំរំនៅព្រៃនោះមួយយប់ដើម្បីថតវីដេអូផ្សងព្រេងនិងសាកល្បងភាពក្លាហានពួកគេគិតថារឿងខ្មោចគ្រាន់តែជានិទានបំផោងតួអង្គមានសុធាបុរសវ័យ28ឆ្នាំជាអ្នកដឹកនាំក្រុមចូលចិត្តផ្សងព្រេងនិងមិនជឿរឿងខ្មោចនិតាស្រីវ័យ26ឆ្នាំមិត្តស្រីរបស់សុធាខ្លាចបន្តិចប៉ុន្តែមកដោយសារស្រឡាញ់បូរីបុរសវ័យ27ឆ្នាំមិត្តភក្តិជិតស្និទ្ធចូលចិត្តលេងសើចនិងបង្អាកគេសាវម៉ាលីស្រីវ័យ25ឆ្នាំជាអ្នកថតវីដេអូនិងចង់បានខ្លឹមសារគួរឲ្យខ្លាចធានាបុរសវ័យ28ឆ្នាំជាអ្នកស្រាវជ្រាវរឿងចាស់ៗជឿបន្តិចនិងប្រមានក្រុមពួកគេមកដល់ព្រៃនៅពេលរសៀលបោះតាំងនៅជិតអាងទឹកតូចមួយដែលមានដើមឈើធំៗជុំវិញខ្យល់បក់ត្រជាក់និងមានសម្លេងសត្វរត់សុធាមើលព្រៃនេះស្រស់ណាស់យើងនឹងបោះជំរំអាំងសាច់និងថតវីដេអូលេងធានាឯងនិយាយថាព្រៃនេះមានរឿងខ្មោចប្រាប់មកស្រាប់សិនធានាចាស់និយាយថាកាលពីសម័យសង្គ្រាមមានក្រុមទាហានខ្មែរក្រហមជាច្រើនត្រូវបានបាញ់សម្លាប់នៅទីនេះដោយសត្រូវពួកគេស្លាប់ដោយឈឺចាប់ហើយវិញ្ញាណនៅតែស្រែកហៅគ្នាបើឮសំឡេងស្រែកនៅពេលយប់កុំឆ្លើយតបព្រោះវានឹងមករកបូរីសើចធំហាហាធានាឯងនិយាយដូចក្នុងរឿងភ័យរន្ធត់នីតាឯងខ្លាចអត់បើខ្លាចមកអង្គុយកន្លែងបងបូរីនេះបងអោបការពារនីតាចង់សើចខ្ញុំមិនខ្លាចទេប៉ុន្តែព្រៃនេះងងឹតណាស់សាវម៉ាលីឯងថតវីដេអូចូលព្រៃមុនចុះយើងនិយាយពីរឿងខ្មោចសាវម៉ាលីច្បាស់ខ្ញុំដំឡើងកាមេរ៉ាសុធាចាប់ផ្ដើមនិយាយចូលកាមេរ៉ាពួកគេអង្គុយជុំភ្លើងញ៉ាំអាហារនិងនិយាយលេងនៅពេលយប់ជ្រៅសំឡេងសត្វស្ងាត់ស្រាប់តែមានសំឡេងស្រែកពីចម្ងាយอะไรช่วยชื่อនិតាញ័រមើលសំឡេងស្រែកធានានេះជាសំឡេងដែលឯងនិយាយនឹងហើយធានាស្ងាត់កុំនិយាយអីកុំឆ្លើយតបបូរីឯងបិទភ្លើងពិលចុះប្រហែលជាគេលេងសើចបូរីមិនមែនលេងសើចទេសំឡេងនេះដូចជាមនុស្សពិតសុធាយើងថតសំឡេងនេះចុះវីដេអូនឹងល្បីណាស់សុធាចាំបន្តិចខ្ញុំបើកកាមេរ៉ាសាវម៉ាលីឯងលឺអត់សំឡេងកាន់តែជិតស្រាប់តែសំឡេងស្រែកលឺកាន់តែច្បាស់និងមានសំឡេងជើងដើរក្នុងព្រៃភ្លើងតង់រលឹមដោយខ្លួនឯងសាវម៉ាលីភ័យភ្លើងឆេះខ្លួនឯងមានស្រមោលនៅក្រៅតង់មើលមានមនុស្សឈរនៅទីនោះនិតាជួយសុធាយានរត់ចេញទៅវាមានច្រើនណាស់ពួកគេសម្លឹងចិនឃើញស្រមោលទាហានចាស់សម្លៀកបំពាក់ទាហានមុខស្លេកស្លាំងមានស្នាមគ្រាប់កំភ្លើងនៅខ្លួនពួកគេស្លាប់ដោយឈឺចាប់ហើយវិញ្ញាណនៅតែស្រែកហៅគ្នាដើរមកជិតតាំងដោយស្រែកថាមកជាមួយយើងឯងត្រូវស្លាប់ដូចយើងបូរីស្រែកอะไรរត់ខ្ញុំមិនលេងទៀតទេពួកគេលត់ចេញពីតាំងប៉ុន្តែព្រៃងងឹតនិងមានសំឡេងដេញតាមធានាដួលហើយមានដៃត្រជាក់ចាប់ជើងគាត់ធានាជួយខ្ញុំមានអីចាប់ជើងវាទាញខ្ញុំចុះដីសុធាទាញយាឡាងនីតាសាវម៉ាលីជួយខ្ញុំបូរីឯងយកកំបិតមកកាត់ចុះនីតាយំវាជាដៃខ្មោចស្បែកស្អើមនិងឆ្លក់ធានាកុំទើកាន់ដៃខ្ញុំពួកគេទាញធានាឡើងប៉ុន្តែខ្មោចម្នាក់លើកពេញរៀងមុខរលួយភ្នែកខ្មៅនិងនិយាយថាយើងឈឺចាប់ឯងត្រូវមកជាមួយសាវម៉ាលីយើងត្រូវរត់ទៅឡានប៉ុន្តែផ្លូវវិលខ្ញុំមិនដឹងទិសបូរីនៅទីនោះខ្ញុំឃើញភ្លើងឡានរត់លឿនពួកគេរត់ប៉ុន្តែខ្មោចដេញតាមសំឡេងស្រែកឮពេញព្រៃស្រាប់តែនិតាដួលនិងស្រែកថាមានអីចាប់សក់ខ្ញុំសុធានិតាខ្ញុំមកជួយធានាបូរីសាម៉ាលីជួយខ្ញុំទាញយើងឡើងពួកគេទាញនិតាប៉ុន្តែខ្មោចច្រើនជុំវិញនិងខ្សឹបមកកុំទុកយើងតែឯងធានាខ្ញុំចង់ចាំហើយគេត្រូវធ្វើពិធីសុំទោសវិញ្ញាណមកជុំគ្នាយើងនិយាយថាសូមអត់ទោសសូមទៅកើតក្នុងសុគតិភាព
ពួកគេនិយាយជាមួយគ្នាសំឡេងស្រែកស្ងាត់បន្តិចហើយពួកគេរត់ទៅឡានពួកគេបើកចេញពីព្រៃយ៉ាងលឿនសុធាដកដង្ហើមធំយើងរួចខ្លួនហើយថានីសូមទោសដែលខ្ញុំមិនជឿឯងនិតាយំខ្ញុំមិននឹងមកបោះជំរំទៀតទេសោម៉ាលីវីដេអូដែលថតបានលុបចោលទៅបូរ៉ៃខ្ញុំខ្លាចស្លាប់ប៉ុន្តែក្នុងកញ្ចក់ឡានខ្ញុំឃើញស្រមោលនៅខាងក្រោយពួកគេសម្លឹងកញ្ចក់ឃើញស្រមោលទាហាននៅតែអង្គុយនៅកៅអីខាងក្រោយសម្លេងខ្សឹបលឺនៅក្នុងឡានយើងនៅជាមួយឯង2-3 ថ្ងៃក្រោយពួកគេទៅវត្តធ្វើបុណ្យឧទ្ទិសវិញ្ញាណនិងសុំទោសវិញ្ញាណស្រមោលបាត់ទៅប៉ុន្តែពេលខ្លះនៅពេលយប់ពួកគេនៅតែឮសំឡេងស្រែកនៅក្នុងសុបិនបើអ្នកធ្លាប់ទៅព្រៃខ្មែរសូមកុំទិតែម្នាក់ឯងព្រោះវិញ្ញាណអាចនឹងហានឈ្មោះអ្នកមកជាមួយយើង